កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានអះអាងថាពិតជាបានវាយប្រហាររកកប៉ាល់ដឹកទំនិញថៃប្រាកដមែនអ៊ីរ៉ង់បានបញ្ជាក់ថាកប៉ាល់ថៃផ្កើសណាស់មិនអើពើនឹងការព្រមានហើយបានបើកឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយខុសច្បាប់ទើបអ៊ីរ៉ង់បើកការវាយប្រហារភ្លាមៗដោយមិនបង្អង់យូរដូច្នេះមានតែសំណួរប៉ុន្តែគ្មានចម្លើយថាតើថៃហ៊ានសងសឹកទៅលើអ៊ីរ៉ង់វិញដែរឬទេមិនសំដៅត្រឹមតែសងសឹកតាមបែបសពាវុធនោះទេទោះបីជាសងសឹកតាមបែបដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចអ៊ីរ៉ង់ឬចេញសេចក្តីថ្កោលទោសអ៊ីរ៉ង់មួយម៉ាត់ពីរក៏បានសួរថាប្រទេសថៃហ៊ានចេញប្រតិកម្មចំពោះអ៊ីរ៉ង់ប៉ុនចង់សក់ដែរឬទេបានដែលសំណេរមួយនេះបានមកពីគណនី Facebook ដែលមានឈ្មោះថា Nawat Proverb ហើយបើយើងសង្កេតមើលទៅឃើញថាប្រទេសថៃគឺខ្លាំងបានតែជាមួយប្រទេសដែលខ្សោយជាងខ្លួនតែបើប្រទេសដែលខ្លាំងជាងខ្លួនមិនថាខ្លាំងរឿងសពាវុធខ្លាំងរឿងសេដ្ឋកិច្ចខ្លាំងរឿងអ្វីឲ្យតែថាខ្លាំងជាងខ្លួនគឺប្រទេសថៃប្រៀបដូចទៅជាកូនទន្សាយធ្លាក់ទឹកមួយអញ្ចឹងតែបើសិនជាជាមួយនឹងប្រទេសណាដែលខ្សោយជាងខ្លួនគឺប្រទេសថៃប្រៀបដូចទៅជាខ្លារខិនប្រៀបដូចទៅជាតោប្រៀបដូចទៅជាសត្វដ៏អង់អាចក្លាហានមួយដែលចាំតបញ្ចេញចង្កូមដើម្បីឲ្យបន្លាចប្រទេសដែលតូចទាបជាងខ្លួនឲ្យខ្លាចជាក់ស្ដែងប្រទេសថៃទោះបីជាប្រទេសកម្ពុជាយើងមិនធ្វើអីសោះក៏នៅសុកទាហានថៃដើរជន់មីនបង្កទៅជាការបាញ់ប្រហារមកលើប្រទេសខ្មែរយើងតែបើជាមួយអ៊ីរ៉ង់គេបាញ់កប៉ាល់ខ្លួនឯងខ្ទេចលិចចូលទៅក្នុងមហាសមុទ្រប៉ុណ្្នឹងហើយអត់ហ៊ានចេញលិខិតថ្កោលទោសអត់ហ៊ានចេញអីថាអីឲ្យគេសំបីតែមួយម៉ាត់